សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពីម្ចាស់ខុនដូដែលគាត់មានខុនដូហើយគាត់ជួលអត់ចេញតោះឥឡូវយើងមកជជែកគ្នាអំពីប្រធានបទនេះថាតើតាក់នៅត្រង់ចំណុចណាដែលគាត់ជួលអត់ចេញជាទូទៅពេលដែលទទួលបានសោខុនដូពីម្ចាស់គម្រោងយើងសង្កេតឃើញថាមានម្ចាស់ខុនដូពីរប្រភេទដែលប្រភេទទី1ពេលដែលគាត់ទទួលបានសោខុនដូពីម្ចាស់គម្រោងភ្លាមគាត់បញ្ញាទៅទិញក្រែទិញពូកទិញចលុងទិញម៉ាស៊ីនបោកអាវម៉ាស៊ីនត្រជាក់និយាយទៅសម្ភារៈទាំងអស់ហ្នឹងគឺដាក់មកពេញអូតែវេលាអាចចូលនៅបានហើយម្ចាស់ខុនដូប្រភេទមួយទៀតគឺគាត់អូបន្លាយពេលវេលាគាត់អត់ខ្វាយខ្វល់នឹងទៅទិញសម្ភារៈដាក់ជួលទេរួចគាត់តាំងរអ៊ូថាខុនដូគាត់ទិញថ្លៃហើយអត់មានភ្ញៀវជួលទៀតបញ្ហាគឺនៅត្រង់ចំណុចនេះបងប្អូននៅពេលដែលភ្ញៀវមកជួលគឺគាត់ចូលទៅមើលខុនដូហើយបើសិនជាខុនដូនឹងមានសម្ភារៈគ្រប់គាត់អូតែវេលាចូលនៅបាននឹងគាត់ងាយស្រួលសម្រាប់ចិត្តប៉ុន្តែបើសិនជាចូលទៅមើលខុនដូនឹងអត់មានសម្ភារៈអីទេភ្ញៀវក៏គាត់មិនអាចរងចាំដែរអញ្ចឹងសម្រាប់បងដែលមានខុនដូខ្ញុំលើកទឹកចិត្តជូនបងឲ្យបងទិញសម្ភារៈដាក់ចូលមកពេញទៅអញ្ចឹងពេលដែលសម្ភារៈពេញហើយបងអាចជួលខ្លួនឯងក៏បានបងអាចពឹងអេចិនឲ្យគេរកភ្ញៀវមកતોគេងាយស្រួលយកភ្ញៀវមកមើលខុនដូបងដែរអញ្ចឹងសម្រាប់បងដែលមានបញ្ហាពីខុនដូបងចង់សាកសួរព័ត៌មានឬចង់ដាក់ជួលឬចង់ដាក់លក់បងអាចប្រឹក្សាជាមួយខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅខាងក្រោមជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ